ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាកន្ធីទី4បទល្មើសប្រឆាំងនឹងជាតិមាតិកាទី1ការប៉ះពាល់ដល់ស្ថាប័នចម្បងរបស់រដ្ឋជំពូកទី2ការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋផ្នែកទី6ការប៉ះពាល់ដល់ការសម្ងាត់នៃការការពារជាតិមាត្រា477គោលការណ៍នៃការការពារការសម្ងាត់នៃការការពារជាតិព័ត៌មានវិធីវត្ថុឯកសារសាលក្ខប័ត្រឬទិន្នន័យព័ត៌មានវិទ្យាដែលការបើកកកាយអាចធ្វើឲ្យខូចខាតការការពារជាតិអាចជាកម្មវត្ថុនៃវិធានការការពារជាតិសម្រាប់កម្រិតការផ្សព្វផ្សាយបែបបទនៃការរៀបចំវិធានការការពារនេះត្រូវកំណត់ដោយរាជរដ្ឋាភិបាលមាត្រា478និយមន័យនៃការសម្ងាត់នៃការការពារជាតិមានលក្ខណៈជាការសម្ងាត់នៃការការពារជាតិគឺព័ត៌មានវិធីវត្ថុឯកសារសាលក្ខប័ត្រឬទិន្នន័យព័ត៌មានវិទ្យាដែលការផ្សាយត្រូវបានកម្រិតមាត្រា479បទលាតត្រដាងដោយចេតនាឬអចេតនានៅការសម្ងាត់នៃការការពារជាតិអំពើរបស់បុគ្គលគ្រប់រូបដែលកាន់កាប់ព័ត៌មានវិធីវត្ថុឯកសារសាលក្ខប័ត្រឬទិន្នន័យព័ត៌មានវិទ្យាដែលមានលក្ខណៈជាការសម្ងាត់នៃការការពារជាតិដោយមូលហេតុនៃស្ថានភាពរបស់ខ្លួនមុខរបរមុខងារឬនៃបេសកកម្មរបស់ខ្លួនត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី2ឆ្នាំទៅ5ឆ្នាំនិងពិន័យជាប្រាក់ពី4លានរៀលទៅ10លានរៀលប្រសិនបើបុគ្គលនេះបង្ហាញការសម្ងាត់នេះដល់បុគ្គលគ្មានសមត្ថកិច្ចដើម្បីដឹងទេការបើកការប៉ះពាល់ដល់ការសម្ងាត់នៃការការពារជាតិការចេញពីការមិនប្រុងប្រយ័ត្នការខ្ជិះខ្ជាការធ្វេសប្រហែសឬការមិនគោរពបទបញ្ជាត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី6ខែទៅ2ឆ្នាំនិងពិន័យជាប្រាក់ពី1លានរៀលទៅ4លានរៀលមាត្រា408បទកាន់កាប់ការសម្ងាត់នៃការការពារជាតិដោយគ្មានសមត្ថកិច្ចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី2ឆ្នាំដល់5ឆ្នាំនិងពិន័យជាប្រាក់ពី4លានរៀលទៅ10លានរៀលអំពើរបស់បុគ្គលគ្មានសមត្ថកិច្ចដែលកាន់កាប់ដោយចេតនានៅព័ត៌មានវិធីវត្ថុឯកសារសាលក្ខប័ត្រឬទិន្នន័យព័ត៌មានវិទ្យាដែលមានលក្ខណៈជាការសម្ងាត់នៃការការពារជាតិមាត្រា481បទបំផ្លិចបំផ្លាញឬចម្លងការសម្ងាត់នៃការការពារជាតិត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី2ឆ្នាំទៅ5ឆ្នាំនិងពិន័យជាប្រាក់ពី4លានរៀលទៅ10លានរៀលអំពើបំផ្លិចបំផ្លាញឬចម្លងព័ត៌មានវិធីវត្ថុឯកសារសាលក្ខប័ត្រឬទិន្នន័យព័ត៌មានវិទ្យាដែលមានលក្ខណៈជាការសម្ងាត់នៃការការពារជាតិមាត្រា482ការប៉ុនប៉ងប្រព្រឹត្តបទមជ្ឈិមដែលមានចែងក្នុងផ្នែកនេះត្រូវផ្តន្ទាទោសដូចគ្នានឹងបទមជ្ឈិមខាងលើដែរមាត្រា483ទោសបន្ថែមប្រភេទនិងរយៈពេលចំពោះបទល្មើសដែលមានចែងក្នុងផ្នែកនេះទោសបន្ថែមដូចតទៅនេះត្រូវបានប្រកាស 1. ការដកសិទ្ធិខ្លះជាពលរដ្ឋជាស្ថាពរឬសម្រាប់រយៈពេល5ឆ្នាំយ៉ាងច្រើន 2. ការហាមឃាត់ចំពោះការប្រកបវិជ្ជាជីវៈកាលបើបទល្មើសនេះបានប្រព្រឹត្តនៅក្នុងការប្រកបវិជ្ជាជីវៈឬនៅក្នុងឱកាសនៃការប្រកបវិជ្ជាជីវៈនេះជាស្ថាពរឬសម្រាប់រយៈពេល5ឆ្នាំយ៉ាងច្រើន 3. ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោសសម្រាប់រយៈពេល2ខែយ៉ាងច្រើន 4. ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅក្នុងសារព័ត៌មាន 5. ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសតាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទោសសម្រាប់រយៈពេល8ថ្ងៃយ៉ាងច្រើន